ការបរាជ័យមិនមែនជាចុងបញ្ចប់នៃជីវិតទេការបរាជ័យគឺជារឿងដែលមនុស្សជាច្រើនខ្លាចហើយមនុស្សមិនតិចទេដែលឈប់ដើរតាមក្តីសុបិនព្រោះតែពួកគេធ្លាប់បរាជ័យម្ដងឬពីរដងប៉ុន្តែសូមអ្នកស្ដាប់ឲ្យច្បាស់ការបរាជ័យមិនមែនជាចុងបញ្ចប់នៃជីវិតអ្នកឡើយវាគ្រាន់តែជាមេរៀនមួយដែលបង្រៀនឲ្យអ្នកដឹងថាអ្វីដែលត្រូវកែអ្វីដែលត្រូវរៀននិងអ្វីដែលត្រូវធ្វើឲ្យល្អជាងមុនមនុស្សជោគជ័យគ្រប់រូបមិនបានកើតមកជាមួយភាពជោគជ័យនោះទេពួកគេធ្លាប់ដួលធ្លាប់ឈឺចាប់ធ្លាប់អស់សង្ឃឹមប៉ុន្តែពួកគេមិនបានបោះបង់ពេលអ្នកបរាជ័យវាមិនមានន័យថាអ្នកអន់វាមានន័យថាអ្នកកំពុងព្យាយាមហើយអ្នកកំពុងដើរលើផ្លូវនៃការរីកចម្រើនសូមកុំឲ្យការបរាជ័យមួយកំណត់តម្លៃជីវិតអ្នកសូមយកវាជាកម្លាំងជាបទពិសោធន៍និងជាជំហានមួយដើម្បីឲ្យអ្នករឹងមាំជាងមុនឈរឡើងម្ដងទៀតដកដង្ហើមជ្រៅហើយបន្តទៅមុខដោយជំនឿលើខ្លួនឯងចូលចងចាំថាការបរាជ័យថ្ងៃនេះអាចជាជំហានដំបូងនៃភាពជោគជ័យដ៏អស្ចារ្យនៅថ្ងៃស្អែកកុំខ្លាចការបរាជ័យខ្លាចតែការមិនព្យាយាម